បាទសូមគោរពនិងជម្រាបសួរពុកម៉ែក៏ដូចជាបងប្អូនយើងទាំងអស់គ្នាដែលនិយមតាមដាននៃការអោយតម្រុយឆ្នោតវៀតណាមដែលហៅថាឆ្នោតយួនបាទចឹងដូចតរដងបាទថ្ងៃថ្មីតម្រុយថ្មីបាទអេដមីនបានយកនាំនៅតម្រុយលេខល្អៗប្រចាំថ្ងៃយកមកចែកជូនពុកម៉ែបងប្អូនយើងបាទយកទៅធ្វើការផ្សងសំណាងទៀតហើយបាទចឹងបាទយើងចូលទៅមើលនៃការអោយតម្រុយនៅថ្ងៃថ្មីជាមួយនឹង admin តែម្ដងបាទចឹងថ្ងៃនេះ admin ធ្វើការអធិប្បាយបាទសង្ឃឹមថាពុកម៉ែបងប្អូនយើងបាទនឹងជួយបាទចូលមកទស្សនាហើយបាទកុំភ្លេចជួយចុចជាវក៏ដូចជាដាក់រូបសញ្ញាកណ្ដឹងនិងមេដៃម្នាក់មួយដើម្បីជាការផ្ដល់កម្លាំងចិត្តដល់ admin បាទ admin សុំតែប៉ុណ្្នឹងទេបាទចឹងសម្រាប់ថ្ងៃថ្មីនេះបាទ admin ក៏មានតម្រុយថ្មីបាទលេខល្អបាទចែកជូនពុកម៉ែបងប្អូនយើងទៀតហើយបាទចឹងតោះយើងចូលទៅមើលនៃការអោយតម្រុយរបស់ admin តែម្ដងបាទស្រាប់លេខតូចបាទលេខតូចថ្ងៃនេះ admin អោយតង8បាទ admin អោយ85 2960បាទ admin អោយ64លេខចុងក្រោយ admin អោយ18បាទចុះសម្រាប់លេខតូចរបស់ admin បាទកុំភ្លេចលេងត្រែងក៏ដូចជាលេងគុណត្រឡប់បើអាចពុកម៉ែមុនយើងមិនបានអូគឺយើងអាចលេងរោងបានបាទឡើងមកលេខចុះមកលេខបាទ64 65 46 85 58 29បាទ92បាទ18 19បាទឡើងមកលេខចុះមកលេខក៏បានដែរពុកម៉ែបងប្អូនបាទអញ្ចឹងសម្រាប់លេខធំបាទលេខធំ admin អោយ592បាទគុណមកសម្រាប់លេខធំរបស់ admin ផងដែរបាទចឹងសម្រាប់មកលេខទៀតបាទមកលេខទៀត admin អោយ8បាទអោយ845បាទ845គុណដូចគ្នាសម្រាប់លេខធំរបស់ admin ផងដែរបាទចឹងសម្រាប់ខ្ទង់អូសបាទខ្ទង់អូស admin អោយអូសនៅខ្ទង់8បាទសម្រាប់មកខ្ទង់ទៀត admin អោយអូសនៅខ្ទង់6ផងដែរបាទ6ចឹងសម្រាប់តម្រុយរបស់ admin បាទយើងអាចលេងបាន2វេនពុកម៉ែបងប្អូនបាទម៉ោង4កន្លះក៏ដូចជាម៉ោង6កន្លះផងដែរបាទចឹងសង្ឃឹមថាពុកម៉ែបងប្អូនយើងបានទស្សនាក៏បានឆ្លាញ់នឹងពេញចិត្តនឹងលេខនឹងខ្ទង់មួយណាក៏បានយកទៅផ្សងសំណាងក៏ admin សូមជូនពរឲ្យហេងបាទចូលចំទាំងលេខតូចហើយនិងលេខធំផងដែរបាទចឹងជាចុងក្រោយ admin ក៏សំណូមពរសូមចិត្តពុកម៉ែបងប្អូនយើងទាំងអស់គ្នាបាទបានចូលមកទស្សនានៃការអោយតម្រុយរបស់ admin ហើយបាទកុំភ្លេចជួយចុចជាក៏ដូចជាដាក់រូបសញ្ញាកណ្ដឹងនិងមេដៃម្នាក់មួយដើម្បីជាការផ្ដល់នូវកម្លាំងចិត្តដល់ admin បាទ admin សូមតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនយើងបាទចឹងសង្ឃឹមថាពុកម៉ែបងយើងបាទនឹងជួយគ្រប់គ្រងដល់ channel ថ្មីរបស់ admin ផងបាទ admin សូមគោរពអរគុណច្រើនសម្រាប់ការចំណាយពេលដ៏មានតម្លៃចូលមកទស្សនានៃការអោយតម្រុយឆ្នោតយួនប្រចាំថ្ងៃរបស់ channel admin បាទ admin ក៏សូមជូនពរពុកម៉ែបងប្អូនយើងបាទសុខភាពល្អសំណាងល្អរកស៊ីបាទចេះតែមានបានបាទធ្វើដំណើរតណាមកណាក៏សូមឲ្យជួបតែសុវត្ថិភាពគ្រប់គ្នាផងដែរបាទអញ្ចឹងបើ admin និយាយមកខុសឆ្គងបាទលើសបាទខ្វះពាក្យពេចន៍ត្រង់ណាដល់ប្រការណាមួយបាទមិនសមរម្យណាបាទសូមខន្តីអភ័យទោសដល់ admin ផងបាទចា៎ admin សូមគោរពលាពុកម៉ែបងប្អូនយើងតែប៉ុណ្ណេះបាទជួបគ្នាជាមួយនឹងការអោយតម្រុយនៅថ្ងៃស្អែកជាបន្តទៀតបាទតាមពេលវេលានឹងម៉ោងដដែលបាទ admin សូមអរគុណបាទសូមគោរពលា